សួរអ្នកគឺគាត់ជួបពួកគេថ្ងៃមកអានគេកតេជឿអ្នកជួយស្ដាប់មេរៀនទី49រឿងទន្សារឿងកូនទន្សាយនិងឆ្មានិងកូនឆ្មាអំណាចថ្ងៃអាទិត្យមួយកូនទន្សាយតូនីបានទៅលេងផ្ទះឆ្មាបបោតូនីឃើញបបោកំពុងគូរលេងយ៉ាងសប្បាយជាមួយប្អូនរបស់គេតូនីក៏រត់សំដៅទៅរកពួកគេទាំងពីរនាក់បបោទទួលរាក់ទាក់មិត្តយ៉ាងរីករាយពេលនោះតូនីឮសំឡេងស្រែកហៅអើយបបោមកនេះមួយផ្លែតូនីសួរបបោតើនរណាហៅឯងបបោឆ្លើយគឺម្ដាយខ្ញុំគាត់កំពុងដាក់កបសៀវភៅឲ្យពួកខ្ញុំប្រហែលជាគាត់មានការអ្វីហើយប៉ុន្តែយើងគឺបន្តិចទៀតសិនតូនីនិយាយមិនល្អទេគាត់ប្រាកដជាមានការអ្វីហើយអញ្ចឹងយើងប្រញាប់ទៅជួបគាត់ជម្រាបលាអ្នកគ្រូ